ដូចជាមហាព្រំអីដែលកើតមុនអញ្ចឹងទៅអាយុវែងជាងគេទៀតអ្នកដែលកើតក្រោយនោះស្លាប់មុនកើតក្រោយហើយស្លាប់មុនអស់អាយុមកមុនមកកើតជាមនុស្សកើតមកជាមនុស្សទៅបួសទៅជាតបោះជាអីទៅចម្រើនឈាមចម្រើនអីដែលបានអភិញ្ញាក៏ពិចារណាមើលជាតិកំណើតខ្លួនឯងទៅជួនកាលមិនមែនតែមកជាតិភ្លាមហ្នឹងទេជួនកាល4-10ជាតិអីចឹងទៅបានមកកើតជាអ្នកបួសបានអភិញ្ញាអីហ្នឹងអញ្ចឹងរលឹកទៅឃើញទទួលគ្នាត្រឹមហ្នឹងដល់ទទួលគ្នាត្រឹមព្រំហ្នឹងអញ្ចឹងទៅក៏មហាព្រំហ្នឹងគឺជាអ្នកបង្កើតទឹកបង្កើតដីបង្កើតសត្វលោកសូមឡើងអង្គចំពោះព្រះសម្មាសម្ពុទ្ធជាបរមគ្រូដែលព្រះអង្គមានគុណធំប្រមាណលែងបាននឹងដោយព្រះគោដែលព្រះអង្គទ្រង់ត្រាស់សម្ដែងដោយល្អព្រមដោយមេយាកធម៌ដែលបានដឹកនាំចម្លងសត្វលោកហើយបានរួចផុតចាកពីសេចក្តីទុក្ខព្រមដោយព្រះសង្ឃដែលប្រព្រឹត្តបប្រតិបត្តិដោយល្អដោយប្រពៃសម្ដីបានដល់នៅព្រះនិព្វានជាប្រតនៈដ៏សើចសំពោះនឹងសូមថ្វាយបង្គំចំពោះគុណម្ចាស់គ្រប់ព្រះអង្គទាំងអស់ដែលជាព្រះសង្ឃសាវករបស់ព្រះដ៏មានព្រះភិក្ខក្នុងបច្ចុប្បន្នសម័យនិងដោយសេចក្តីគោរពដល់ពងពុទ្ធជ្រះថ្លានិងញាតិញោមបងប្អូនស្រីប្រុសគ្រប់គ្នាដែលមានសទ្ធាក្នុងព្រះពុទ្ធសាសនាមានជំនឿជាហេតុផលនៅក្នុងរឿងសង្ខារធម៌ជាគោរពគុណរតនត្រ័យនិងសូមក្នុងកណ្ដាលសម្បត្តិអនុមោទនាបងកសាងពីគុណម្ចាស់និងញាតិញោមបងប្អូនទាំងអស់ដែលមានការសន្សំក្នុងសម្ដែងទាំងប៉ុណ្ណាសូមឲ្យបានសម្រាប់បងកសាងដល់សេចក្តីដែលខ្ញុំចំណាយសម្រាប់ជ្រះថ្លាត្រេកអរអនុមោទនានៅក្នុងវិរិយព្រះនេះខ្ញុំកណ្ដាលសម្បត្តិនិងសម្ដែងនៃខ្សែអតីតតកៈក្នុងលេខ103ខ្សែអសំឡេងព្រះធម៌អេតតកៈនឹងខ្ញុំបានបណ្ដាលអំពីបងឈុំកសលនៅជលីបញ្ញាតែអាមេរិកបានគាត់ចែកដល់ពុទ្ធបរិស័ទដែលត្រូវការយកទៅធ្វើជាមេជាកសែតមេណាហើយនឹងយកញោមឲ្យយកទៅស្ដាប់រៀនខ្លួនហ្នឹងបាន250ជាប់ទាំងគ្រាន់តែកសែតអេតតកៈញាតិញោមបងប្អូនចូលចិត្តស្ដាប់ប្រវត្តិរឿងរ៉ាវរបស់ព្រះអរហន្តបងដែលជាអេតតកៈវិខផ្សេងអញ្ចឹងស្ដាប់ទៅកម្រិតឧបនិស្ស័យដែលឆ្លប់សន្សំដល់គឺអាចនិមន្តនិងស្ដាប់ស្រួលដាក់តាមផ្ទះស្ដាប់ក្តីឬក៏ដាក់តាមឡានអ្នកមានឡានច្រើនតែដាក់តាមឡានទៅធ្វើការបែបឡាន1ម៉ោង2ម៉ោងអញ្ចឹងទៅស្ដាប់មិនសូវជាមានធัวអតិធម្មអីលំបាកស្ដាប់ហើយចូលចិត្តដឹងរឿងកម្មផលនេះក៏ជាឧបនិស្ស័យល្អហើយយូរទៅអាចឃើញថាសត្វលោកហ្នឹងមានការប្រព្រឹត្តទៅតាមអំណាចកម្មមិននៅក្នុងគំនិតដែលគិតថាតាមព្រហ្មលិខិតយើងចូលចិត្តតែស្អីព្រហ្មលិខិតមានព្រហ្មមកលិខិតឲ្យ
កម្មអំពើដែលធ្វើហ្នឹងគឺចាក់ចែងជាតិកំណើតឲ្យបានកើតជាមនុស្សឬទេវតាឬក៏ព្រំខ្លួនឯងហ្នឹងក៏ត្រូវនៅក្នុងអំណាចកម្មជាបច្ច័យផងដែរបើអត់មានកម្មជាបច្ច័យទេធ្វើម៉េចមានជាតិកំណើតកើតក្នុងភព3នេះប៉ុន្តែរឿងព្រហ្មញ្ញសាសនាហ្នឹងមានយូរយាងហើយថិតថេរយូរអង្វែងតាំងតែមុនព្រះសម្មាសម្ពុទ្ធព្រះអង្គបានត្រាស់រហូតមកដល់សប្តាហ៍ថ្ងៃនេះក៏នៅតែមានចឹងមានការប្រកាន់មមណាស់ថាព្រហ្មនឹងជាអ្នករៀបចំនៅលោកនឹងដោយសារអីដោយសារការដែលបុគ្គលបានចម្រើនឈានទៅទៅកើតនៅក្នុងព្រហ្មលោកហើយកើតមុនគេចឹងទៅដូចជាក្នុងបឋមកម្មណាដែលទឹកតែមានការកកើតផែនដីចឹងទៅកើតមុនគេហើយមានអាយុវែងក៏សម្គាល់ខ្លួនឯងហ្នឹងថាជាអ្នកបង្កើតទឹកបង្កើតដីអីចឹងដោយអំណាចចិត្តហេមានអ្នកហើយនឹងមានព្រំដតីដែលកើតតាមក្រោយហ្នឹងចេះតែអួតចេះតែសរសើរអីផងទៅហើយព្រំដែលទៅកើតតាមក្រោយហ្នឹងអាចចុតិមុនព្រំដែលកើតមុនហ្នឹងអាចចាត់ដែរដូចជាមហាព្រំអីដែលកើតមុនចឹងទៅកើតមុនគេទៅអាយុវែងជាងគេទៀតអ្នកដែលកើតក្រោយនោះស្លាប់មុនកើតក្រោយហើយស្លាប់មុនអស់អាយុមកមុនមកកើតជាមនុស្សកើតមកជាមនុស្សទៅបួសទៅជាតបោះជាអីទៅចម្រើនឈាមចម្រើនអីដែលបានអភិញ្ញាចឹងទៅក៏ពិចារណាមើលជាតិកំណើតខ្លួនឯងទៅជួនកាលមិនមែនតែមួយជាតិភ្លាមហ្នឹងទេជួនកាល 4-10 ជាតិអីចឹងទៅបានមកកើតជាអ្នកបួសបានអភិញ្ញាអីហ្នឹងអញ្ចឹងរលឹកទៅឃើញទទួលគ្នាត្រឹមហ្នឹងឃើញទទួលគ្នាត្រឹមព្រំហ្នឹងដល់ទទួលគ្នាត្រឹមព្រំហ្នឹងអញ្ចឹងទៅក៏មហាព្រំហ្នឹងគឺជាអ្នកបង្កើតទឹកបង្កើតដីបង្កើតសត្វលោកអញ្ចឹងដោយអ្នកចម្រើនឈានហ្នឹងបានឃើញមហាព្រំហ្នឹងគឺមានថិតថេរទៀងទាត់នៅក្នុងព្រំលោកហ្នឹងយូរអញកើតទៅក៏ឃើញមហាព្រំហ្នឹងឥឡូវអញស្លាប់មកកើតជាមនុស្សកើតជាទេវតាអីវាច្រើនជាតិណាស់ហើយក៏មហាព្រំហ្នឹងនៅតែអញ្ចឹងថិតថេរទៀងទាត់អាហ្នឹងបានកើតទៅជាមានព្រហ្មញ្ញសាសនាឡើងហ្នឹងគឺមានការគោរពព្រំថាព្រំហ្នឹងជាម្ចាស់ជាអ្នកបង្កើតសត្វលោកនឹងមានយូរអង្វែងមកអញ្ចឹងរហូតមកដល់សប្តាហ៍ថ្ងៃតែអញ្ចឹងទៅបានវាមានពាក្យថាព្រំលិខិតការដែលយល់ឃើញថាព្រំលិខិតហ្នឹងវាខុសចាកអំពីការពិតព្រោះអីព្រោះដោយបរមត្តធម៌មិនមានសត្វបុគ្គលទេគឺមានតែឧបាទានខណ្ឌដែលកើតឡើងរួចទៅក៏មានជាបុគ្គលបញ្ញត្តិជាសត្វថោកទាបឬក៏សត្វប្រណិតឧត្តមអីនឹងយ៉ាងណាទៅតាមប្រភេទនៃឧបាទានខណ្ឌទៅតាមវិបាករបស់កម្មជាអកុសលវិបាកបដិសន្ធិក្នុងអបាយភូមិចឹងទៅជាមហាវិបាកបដិសន្ធិជាមនុស្សជាទេវតាអីចឹងទៅហើយជាមហកតវិបាកក៏បដិសន្ធិនៅក្នុងរូបព្រំអរូបព្រំចឹងទៅ
នឹងហើយសន្មតជាបុគ្គលទៅតាមប្រភេទនៃវិបាកបរិសន្ធិនិងទៅតាមកម្មជារូបបរិសន្ធិនោះផងដែរដោយអសញ្ញ័យសត្វអីយើងហៅអសញ្ញ័យព្រំមកនឹងកម្មជារូបបរិសន្ធិអត់មានវិបាកខណ្ឌទេមានតែរូបរហូតចឹងទៅកម្មជារូបកើតពីកម្មក្នុងប្រវត្តិកាលនឹងមានឧត្តចរូបកើតពីឧត្តតមានរូបតែពីរសមុទ្ឋានហ្នឹងទេហ្នឹងគឺនៅលើកម្មជាបច្ច័យសន្មតជាបុគ្គលបរិសុទ្ធស្ត្រីយើងគ្រប់គ្នាដោយសិក្សាពីឆ្នាំទៅនៅក្នុងទាំងពីរបុគ្គលបញ្ញត្តិនោះដែលមានបុគ្គលច្រើនប្រភេទពួក1ពួក2ពួក3ពួក4ដែលយើងរៀនអត់បានដល់ពួក5ពួក6អីហ្នឹងមានរហូតព្រះអង្គទ្រង់បញ្ញត្តិប៉ុន្តែដោយអាស្រ័យប្រភេទនៃបញ្ចខណ្ឌនឹងឯងដោយប្រភេទនៃបញ្ចខណ្ឌហ្នឹងក៏មានការបញ្ញត្តិជាបុគ្គលហ្នឹងផ្សេងគ្នាទៅមកអំពីបញ្ចខណ្ឌហ្នឹងវាខុសគ្នាដែរបញ្ចខណ្ឌវាខុសគ្នាពិតមែនតែស្មើគ្នាដោយសាមញ្ញលក្ខណៈពិតមែនតែនៅក្នុងការមិនទៀងជាទុក្ខជាអនត្តាដូចគ្នាប៉ុន្តែវាមានប្រភេទហ្នឹងខុសគ្នាមានប្រភេទខុសគ្នាយ៉ាងម៉េចខុសគ្នាទៅដោយវិសេសលក្ខណៈណាដោយសាមញ្ញលក្ខណៈវាដូចគ្នាហើយមិនទៀងជាទុក្ខជាអនត្តាប៉ុន្តែវិសេសលក្ខណៈនេះដូចជាភើចែកនេះលក្ខណៈពិចកកៈណាត្រង់ដែលថាលក្ខណៈកិច្ចផលបតដ្ឋានហ្នឹងលក្ខណៈហ្នឹងមិនមែនសាមញ្ញលក្ខណៈទេលក្ខណៈហ្នឹងគឺវិសេសលក្ខណៈគឺបានន័យថាលក្ខណៈប្រភេទនៃធម៌ហ្នឹងវាផ្សេងអំពីគ្នាវាជាលក្ខណៈពិសេសរៀងខ្លួនក្នុងរូប28ហ្នឹងវាមានលក្ខណៈពិសេសផ្សេងគ្នាប្រចាំស្ទួរូបបរមត្ថមួយចឹងទៅហើយក្នុងប្រភេទនៃចិត្តទាំងអស់ហ្នឹងក៏ទៅតាមអំណាចចេតសិកតតែងចឹងទៅហើយក៏វាមានលក្ខណៈជាកុសលជាអកុសលជាអព្យាក្រឹតហើយវាមានប្រភេទនៃលក្ខណៈនៅក្នុងចិត្តនីមួយនឹងទៀតទៅដោយជាចក្ខុវិញ្ញាណមានលក្ខណៈត្រឹមតែដឹងនៅរូបអារម្មណ៍ចឹងទៅសោតវិញ្ញាណមានលក្ខណៈត្រឹមតែដឹងនៅសត្វទេអារម្មណ៍ចឹងទៅជាដើមវាមានលក្ខណៈផ្សេងគ្នាចឹងអកុសលមានលក្ខណៈផ្សេងទៅកុសលមានលក្ខណៈផ្សេងទៅហើយចេតសិក52ហ្នឹងក៏មានវិសេសលក្ខណៈហ្នឹងគ្រប់ទាំង52ទៅសំបីតែនិព្វានហ្នឹងក៏មានលក្ខណៈដែរគ្រាន់តែថាសង្ខារធម៌មានលក្ខណៈកិច្ចផលមានបតដ្ឋានចំណែកព្រះនិព្វានមានលក្ខណៈមានកិច្ចមានផលប៉ុន្តែអត់មានបតដ្ឋានទេពីព្រោះព្រះនិព្វានជាអបច្ចយាធម្មីជាពុទ្ធវត្តដែលមិនមានបច្ច័យបតដ្ឋានហ្នឹងគឺសំដៅយកបច្ច័យដែលនាំឲ្យសង្ខារធម៌ហ្នឹងកើតឡើងហើយប្រភេទលក្ខណៈរបស់សង្ខារធម៌ដែលផ្សេងគ្នាហ្នឹងមកពីអីសង្ខារធម៌ដែលមានប្រភេទលក្ខណៈផ្សេងគ្នាណាចឹងមកអំពីទៅតាមបច្ច័យហ្នឹងដែលផ្សេងគ្នាហ្នឹងគ្មានអីដោយថាខ្លួនឯងទេគឺទៅដោយបច្ច័យអញ្ចឹងហើយបានជាទោះជាបរមត្តធម៌នឹងមានប្រភេទផ្សេងគ្នាយ៉ាងណាក៏ដោយវាត្រូវស្មើគ្នាតែម្យ៉ាងគត់ត្រង់ដែលថា
កើតដោយបច្ច័យទាំងអស់ទៅគ្នាទោះជាកុសលក៏ដោយទោះជាអកុសលក៏ដោយយើងឃើញថាខុសគ្នាដូចមេឃដីដូចត្រៃម្ខាងនៃសមុទ្រយ៉ាងត្រៃម្ខាងម្នាក់ឬឆ្ងាយពីគ្នាដោយកុសលនិងអកុសលយ៉ាងណាប៉ុន្តែដល់ទៅនិយាយអំពីសាមញ្ញលក្ខណៈគឺដូចគ្នាទៅវិញត្រង់តែថាធัวហ្នឹងកើតអំពីបច្ច័យជារបស់មានហើយត្រឡប់ទៅជាមិនមានវិញអាហ្នឹងស្មើគ្នាអញ្ចឹងទ្រាំនៅមិនបានហើយរកទូខ្លួនឯងក៏មិនបានរកស័ក្តិរកបុគ្គលអីក៏អត់មានហ្នឹងពីព្រោះកើតដោយបច្ច័យហើយចុះធัวដែលកើតអំពីបច្ច័យហ្នឹងមិនបានទៅផ្សេងទេថាមកពីបច្ច័យទៅផ្សេងបច្ច័យហ្នឹងវាមានតែដូចគ្នាអីដូចជាអារម្មណ៍បច្ច័យហើយបើរូបារម្មណ៍ជាអារម្មណ៍បច្ច័យទៅឲ្យកើតសោតវិញ្ញាណហ្នឹងតែឲ្យកើតឃានវិញ្ញាណជីវហាវិញ្ញាណកាយវិញ្ញាណមិនដែលកើតបានវាមិនអាចមកកម្មយកវិស័យខុសបានទេចំពោះរូបារម្មណ៍គឺថាវាជាវិស័យរបស់ចក្ខុវិញ្ញាណចឹងបានជាចក្ខុវិញ្ញាណហ្នឹងវាមានលក្ខណៈផ្សេងអំពីសោតវិញ្ញាណទៅហើយសោតវិញ្ញាណហ្នឹងគឺដោយសារមានសត្វទីអារម្មណ៍ហ្នឹងជាអារម្មណ៍បច្ច័យអញ្ចឹងវាមានប្រភេទលក្ខណៈដោយឡែកផ្សេងអំពីចក្ខុវិញ្ញាណឬផ្សេងអំពីឃានវិញ្ញាណជីវហាវិញ្ញាណកាយវិញ្ញាណមនោវិញ្ញាណទៅបាននៅក្នុងចិត្តព្រះអង្គទ្រង់ចែកទៅជាវិញ្ញាណធាតុមាន7ផ្សេងគ្នាទៅដោយអារម្មណ៍ផងផ្សេងគ្នាទៅដោយទីអាស្រ័យផងផ្សេងគ្នាទៅដោយទ្វារផងផ្សេងគ្នាអញ្ចឹងវិញ្ញាណណាអាស្រ័យចក្ខុវិញ្ញាណណាអាស្រ័យចក្ខុហើយតែចក្ខុវិញ្ញាណទៅប៉ុន្តែវានៅតែជាវិញ្ញាណទេវិញ្ញាណណាអាស្រ័យសោតៈអានឹងសោតៈវិញ្ញាណទៅវិញ្ញាណណាអាស្រ័យឃាននេះអានឹងក៏ឃានវិញ្ញាណទៅវិញ្ញាណណាអាស្រ័យជីវហាក៏ជីវហាវិញ្ញាណទៅវិញ្ញាណណាអាស្រ័យកាយក៏ហៅកាយវិញ្ញាណដែរប៉ុន្តែវិញ្ញាណគឺមានលក្ខណៈដឹងច្បាស់នៅអារម្មណ៍ដូចតែគ្នាប៉ុន្តែគ្រាន់តែហៅចក្ខុវិញ្ញាណហៅសោតវិញ្ញាណអីហ្នឹងដោយទីអាស្រ័យវាផ្សេងគ្នាអារម្មណ៍ក៏វាខុសគ្នាទៀតណាចឹងហើយដូចមនោធាតុ3ដួងកិរិយាមនោធាតុ1វិបាកមនោធាតុ2ហ្នឹងអត់ហៅតែចក្ខុវិញ្ញាណទេមកពីមិនអាស្រ័យនឹងចក្ខុមិនហៅតែសោតវិញ្ញាណទេពីព្រោះមិនអាស្រ័យនឹងសោតៈគឺតិចហ្នឹងមិនហៅតែឃានវិញ្ញាណទេពីព្រោះមិនអាស្រ័យនឹងឃាននេះមិនហៅថាជីវហាវិញ្ញាណមិនអាស្រ័យនឹងជីវហាមិនហៅតែកាយវិញ្ញាណគឺព្រោះមិនអាស្រ័យនឹងកាយប្រសាទហ្នឹងអញ្ចឹងហើយមិនហៅទាំងថាមនោវិញ្ញាណនឹងទៀតផងមកពីអីបានជាមិនហៅថាមនោវិញ្ញាណពីព្រោះមិនបានអាស្រ័យនឹងមនោទ្វាដើម្បីដឹងធម្មអារម្មណ៍នោះព្រោះមនោវិញ្ញាណមកអំពីធម្មអារម្មណ៍ហ្នឹងប៉ះទប់នឹងមនោទ្វាមនោដែលជាប្រវាំងបរិច្ឆេទដែលជាប្រវាំងចុងក្រោយហ្នឹងអញ្ចឹងប៉ះទប់នឹងធម្មអារម្មណ៍ទៅវិញ្ញាណកើតឡើងវិញ្ញាណហ្នឹងអាស្រ័យនឹងមនោទ្វាហ្នឹងក៏ហៅថាមនោវិញ្ញាណទៅដោយវិញ្ញាណនឹងអាស្រ័យនឹងចក្ខុអញ្ចឹងក៏ហៅថាចក្ខុវិញ្ញាណយ៉ាងណាវិញ្ញាណអាស្រ័យនឹងមនោគឺដែលជាមនោទ្វាហ្នឹងណាក៏ហៅថាមនោវិញ្ញាណទៅហើយដល់មនោធាតុអត់មានអាស្រ័យនឹងមនោតែឡើងដឹងធម្មអារម្មណ៍ទេមិនហៅថាមនោវិញ្ញាណទៀតអញ្ចឹងហៅថាមនោធាតុអញ្ចឹងទៅមនោធាតុបានអីថាជាធាតុចិត្តចិត្តដែរតែមិនអាចដើម្បីហៅថាជាវិញ្ញាណឯណាមួយទេប៉ុន្តែមនោធាតុហ្នឹងក៏ជាវិញ្ញាណដែរណាវិញ្ញាណទាំងអស់មិនមែនមនោធាតុហ្នឹងមិនមែនវិញ្ញាណទេណាបើថាមនោធាតុ3ដួងហ្នឹងមិនមែនជាវិញ្ញាណគឺមិន
វិញ្ញាណនឹងមានបាន89ដួងទៅបានចាំឲ្យមេណូវិញ្ញាណដែលកើតឡើងហ្នឹងវាមានវិសេសលក្ខណៈហ្នឹងផ្សេងគ្នានៅក្នុងពួកមេណូវិញ្ញាណហ្នឹងទៅទៀតនឹងទៅតាមអំណាចនៃបច្ច័យមានអារម្មណបច្ច័យព្រោះនៅក្នុងមេណូវិញ្ញាណហ្នឹងមានមេណូវិញ្ញាណខ្លះក៏ដឹងនៅអារម្មណ៍បញ្ញត្តិទៅមេណូវិញ្ញាណខ្លះក៏មានអារម្មណ៍ជាបរមត្តធម៌អញ្ចឹងទៅហើយមនោវិញ្ញាណខ្លះក៏មានកាមារម្មណ៍ទៅមេណូវិញ្ញាណខ្លះក៏មានមហកតារម្មណ៍ទៅមេណូវិញ្ញាណខ្លះក៏មានអបមានារម្មណ៍ទៅមានមេមានផលមាននិព្វានជាអារម្មណ៍វាមានអារម្មណ៍ផ្សេងគ្នាអញ្ចឹងម្ល៉េះអារម្មណ៍បច្ច័យហ្នឹងឯងដែលនាំឲ្យវិញ្ញាណហ្នឹងវាមានពិសេសលក្ខណៈហ្នឹងវាផ្សេងគ្នាហើយទៅតាមអំណាចនៃឧបនិស្សយបច្ច័យនោះផងដែលសន្សំនៅក្នុងសន្តានដោយអំណាចជាវិនៈជីវ័នដែលកើតឡើងក្នុងជីវ័នអំពីអតីតនឹងយ៉ាងណាក៏មានការសន្សំក្នុងសន្តានមកសន្តានគឺអ្វីគឺតំណនៃចិត្តនឹងឯងដែលអាចសន្សំបាននៅឧបនិស្ស័យដែលធ្លាប់ប្រព្រឹត្តយ៉ាងណាដែលធ្លាប់សន្សំមកយ៉ាងណាហ្នឹងគឺសន្តាននៃចិត្តហ្នឹងអាចសន្សំបានទាំងអស់អំពើកម្មដែលបានធ្វើហើយទាំងល្អទាំងអាក្រក់អីហ្នឹងគឺសន្តានហ្នឹងសន្សំបានទាំងអស់មិនបាត់មិនបងទេអាហ្នឹងវាជាធម្មជាតិរបស់ចិត្តបើយើងឆ្ងល់អីចិត្តអីក៏ប្រកែម្ល៉េះណោះចេះសន្សំទុកបាននៅអំពើកម្មដែលជាល្អជាអាក្រក់អីហ្នឹងដែលកើតហើយក្នុងជីវ័នហ្នឹងចេះប្រមូលមកបានទាំងអស់មិនក៏វាមិនរលត់បាត់ទៅវាទៅតែម្ដងទៅកុំឲ្យនៅសន្សំអីមកទៀតថានេះគឺជាច្បាប់របស់ចិត្តដែលព្រះអង្គទ្រង់សម្ដែងប៉ុន្តែសត្វលោកយើងទោះជាបានស្ដាប់អញ្ចឹងក៏ដោយក៏នៅតែប្រកាន់ថាចិត្តនឹងជាយើងដែរតែយើងនេះជាអ្នកដឹងអារម្មណ៍ក្នុងលោកមិនឃើញថាគ្រាន់តែជាចិត្តទេដែលធម្មជាតិនៃចិត្តនឹងសន្សំនៅកិលេសសន្សំនៅអំពើកម្មទាំងឡាយផ្សេងសម្រាប់ឲ្យមានផលវិបាកមានវិបាកបរិសន្ធិអីច្រើនណាក៏នៅតែមានសេចក្តីប្រកាន់ថាជាទូខ្លួនជាសត្វជាបុគ្គលអញ្ចឹងពីព្រោះអីពីព្រោះអវិជ្ជាដែលមិនបានត្រាស់ដឹងនៅអរិយសច្ចធម៌នឹងឯងបានជាយើងត្រូវសិក្សាព្រះធម៌នៅក្នុងព្រះពុទ្ធសាសនានេះដើម្បីជាការអប់រំបញ្ញារឿងសំខាន់គឺសម្បត្តិបញ្ញាហ្នឹងអាស្រ័យបរិខាបច្ច័យ4សម្រាប់រស់ហើយរស់ហើយហ្នឹងក៏អនុគ្រោះដល់ការប្រព្រឹត្តព្រះមច្ចរិយធម៌ដើម្បីចម្រើនបញ្ញានេះឯងអ្វីទាំងអស់ដែលកើតមានសម្រាប់គុណម្ចាស់ញាតិញោមបងប្អូនប្រុសស្រីខ្ញុំកណាខ្ញុំបាទអីហ្នឹងសពថ្ងៃគឺអត់មានអីដើម្បីកើតដោយអំណាចខ្លួនឯងទេពេលគ្រាន់តែថាកាលដែលធម៌ហ្នឹងកើតឡើងហើយក៏មានសេចក្តីប្រកាន់ថាជារបស់ខ្លួនឯងចឹងទៅលើកសំនឹងចំណងដែលចង់បានស្រាប់ផងក៏មានឆន្ទរាគៈមាននន្តរាគៈត្រេកអរពេញចិត្តត្រេកអររីករាយទៅហើយបើថាវាតោះនឹងអធិស្ស្រ័យតោះនឹងសេចក្តីត្រូវការប្រាថ្នានោះដល់ទៅធัวនឹងកើតដោយហេតុបច្ច័យក៏ឆ្នាំថ្នាក់ចិត្តទៅតោម្នោះទៅចឹងបានជាមានការស្រឡាញ់ការស្អប់នោះអីពីព្រោះអ្វីដែលកើតហ្នឹងវាមិនមែនកើតដោយអំណាចខ្លួនឯងបើថាវាកើតដោយអំណាចខ្លួនឯងវាអត់មានតោម្នោះទេពីព្រោះអ្នកណាទៅបង្កើតអារបស់ដែលសម្រាប់ឲ្យខ្លួនឯងតបចិត្តមកទៅអីព្រោះប
สัตว์โลกนั้นវាមិនត្រូវការរបស់ដែលមិនជាទីប្រាថ្នាទេប៉ុន្តែហេតុអីបានជាចិត្តតែមានតោះចិត្តរាល់ថ្ងៃថាមកពីអ្វីវាកើតដោយហេតុដោយបច្ច័យចឹងរបស់ណាដែលសំតាមអធិស្រ័យចំណងចំណូលចិត្តក៏ត្រេកអររីករាយទៅហើយរបស់ណាដែលមិនសំតាមអធិស្រ័យមិនសំតាមចំណងក៏តែភៈថ្នាក់ក៏តោះទៅអានឹងសំដីតែធัวស្រឡាញ់ធัวស្អប់ហ្នឹងក៏សម្រាប់ឲ្យយើងពិចារណាដែរដើម្បីឲ្យឃើញថាក្នុងជីវិតសពថ្ងៃហ្នឹងវាអត់មានអីដើម្បីថាយើងជាអ្នកបង្កើតឡើងទេហ្នឹងបើយើងមិនបានបង្កើតទេថាបង្កើតមកអំពីណាថាអ្វីណាដែលកើតឡើងគឺអ្វីនោះកើតអំពីហេតុនៃអ្វីនោះឯងគឺផលនៃធัวដែលកើតហ្នឹងគឺកើតអំពីបច្ច័យរបស់ខ្លួនឯងហ្នឹងណាគឺបច្ច័យនៃធัวដែលកើតឡើងហ្នឹងអញ្ចឹងយើងអាចដើម្បីនឹងអប់រំចម្រើនបញ្ញាអាចនឹងឃើញបានថាអ្វីៗទាំងអស់ទាំងសុខទាំងទុក្ខទាំងជាទាំងឈឺទាំងមានទាំងក្រទាំងរូបល្អរូបអាក្រក់ឬក៏ចរិយាមេរយាទការប្រព្រឹត្តទៅក្នុងសន្តាននឹងយ៉ាងណាយើងមិនចាំបាច់ចង់ឲ្យដូចគ្នាទេរឿងសន្តានដែលសន្សំមកហ្នឹងវាខុសគ្នាអ្នកខ្លះក៏មានសន្តានផ្សេងទៅហើយអ្នកខ្លះទៀតក៏មានសន្តានហ្នឹងផ្សេងទៅផ្សេងយ៉ាងម៉េចថាអ្នកខ្លះចូលចិត្តភាពអ៊ូអរអ្នកខ្លះក៏ចូលចិត្តភាពស្ងាត់ស្ងៀមអ្នកខ្លះចូលចិត្តស្ដាប់រឿងសើចលេងសប្បាយពីនេះពីនោះទោះជាឥតប្រយោជន៍ក៏ដោយឲ្យតែបានសប្បាយអ្នកខ្លះក៏សន្សំសបានមកចូលចិត្តស្ដាប់ពាក្យមានប្រយោជន៍ជាធัวជាអាអ្នកខ្លះសន្សំសបានមកចូលចិត្តកេះគៀវចង់ដឹងរឿងគេមកទៅខ្សែគ្នានឹងក៏ចង់ដឹងអ្នកខ្លះថាមិនរឿងខ្លួនឯងមិនបាច់ដឹងមិនបាច់អីអាហ្នឹងវាមានការសន្សំសបានផ្សេងនេះប៉ុន្តែទោះជាយ៉ាងនេះក៏ដោយក៏ត្រូវតែឲ្យបានឃើញថាសន្តាននឹងយ៉ាងណាគឺមិនមែនជាអាត្មាអញទេកំលើកឡើងនៅមានអ្នកថាសន្តានរបស់ខ្ញុំនឹងវាល្អតំណែងសន្តានគេនឹងទៅថោកទេយ៉ាងនេះជំនុកតាមពិតគឺជាសន្តាននៃចិត្តតែប៉ុណ្ណោះដើម្បីឲ្យរួចផុតអំពីសន្តាននៃចិត្តនោះត្រូវតែអប់រំស្ថានវិបស្សនាឡើងចឹងសន្តាននឹងវាផ្សេងគ្នាអញ្ចឹងវាផ្សេងគ្នាសពគ្រប់ទាំងអស់ផ្សេងគ្នាច្រើនមុខប៉ុន្តែតែត្រូវស្មើគ្នាត្រង់ដែលថាមិនមែនយើងមិនមែនគេគឺជាចិត្តដែលសន្សំនៅកំណរទៅតាមឧបនិស្ស័យ